Isna Visna Visna Rồi nhập làng Thiên di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  Bong Thiên di Sông mê ta ở plơ phong nẹ chùm ngữ miễn sập hiệp thun ngò hải Nhẹ lang bong Thiên di Bong Thiên di Cứ một bị anh từng ở nâng Ba mình men ca bị anh tề Lục thiên ý co mình Rồi bua đo thạ nị đài Anh chia mình nông tục Thân ý kia chiêm khoa chiêmประเภท Bánh chún mình nụ phliềm Tớ sông chiêm pi mình ti pep sền Rồi nhập làng Sạch nhiệt sông chênh ở ngay bằng tịch Bông chiêm khnyông tờ Khnyông miên cục chiêm bà Bông chiêm khnyông tờ Khnyông có miên cục chiêm bà đài Nẹ tàng pí miên cục chiêm bà mẹn tề Lõ nà Đầm rong nốm nẹ chùm ngư khôi khát thun ngò nà Ê lời ní trơ ca bà đô đầm rong nốm chia bằng toàn hài Nẹ tàng pi nẹ Mộc thơ test cục công sân mộc Chiêmประเภท bà cầm bông khoa khát khlang hài Bánh chún mình nụ phliềm Tớ sông chiêm pi mình ti pep sên mộc Rồi nhập làng Sông bong ôn cru sa chênh sân tờ Bông chiêm khnyông tờ Khnyông miên cục chiêm bà Bông chiêm khnyông tờ Khnyông có miên cục chiêm bà đài Nẹ tàng pí sốt tay cục chiêm bà Lõ nà Đầm rong nốm nẹ chùm ngư khôi khát thun ngò Ê lời ní trơ ca bà đô đầm rong nốm chia bằng toàn hài Nẹ tàng pi Mộc thơ test cục công sân mộc À hò Tê 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 Khnyông mình ai khmiên đầm rong nốm bàn tê Nẹ Minh dê Nẹ chiaประពន្ធរបស់ thiên di kể Nẹ ប្រញាប់ទៅពិនិត្យមើលខ្ញុំទៅមើលថែអ្នកមីងលីនលោកគ្រូពេទ្យយកក្រលៀនខ្ញុំទៅយកក្រលៀនខ្ញុំទៅខ្ញុំបរិច្ចាគខ្ញុំសូមអង្វរលោកយកក្រលៀនខ្ញុំទៅបានទេមីងយីមីងយីហេតុអ្វីក៏អូនល្ងងម្លេះគេបូមឈាមអូនច្រើនម្លេះថែមទាំងវះកាត់យកតម្រងនោមមួយទៀតបើអូនមានរឿងអីកើតឡើងតើបងនឹងម៉ាក់ត្រូវធ្វើយ៉ាងម៉េចទៅឲ្យតែអូនមិនអីទេតម្រងនោមមួយគ្រាប់វាមិនអីទេម្យ៉ាងទៀតកាលពីមុនមីងលីនបានជួយសង្គ្រោះខ្ញុំគុណរបស់គាត់ខ្ញុំសងមិនអស់ទេមួយជីវិតនេះអ្នកជាកូនប្រុសរបស់គាត់មិនខ្ញុំអាចមើលអ្នកស្លាប់ចោលបានអ្នកហត់នឿយរាល់ថ្ងៃយ៉ាងនេះសុខចិត្តឲ្យខ្លួនឯងឃ្លានក៏ត្រូវទុករបស់ល្អឲ្យម៉ែតែខ្ញុំបែរជាជួយអ្វីមិនបានសោះថែមទាំងធ្វើឲ្យម៉ែពិបាកទៀតម៉ែទៅតែអាយុ23ឆ្នាំសោះវ័យកំពុងតែស្រស់ស្អាតតែបាតដៃម៉ែបែរជាក្រាស់ខ្លាំងម្ល៉េះគឺដោយសារតែកូនឯងមិនល្អបងការពារអូនមិនបានល្អសោះបើអញ្ចឹងបងមិនមែនជាប្រុសទេបងជាមនុស្សអត់ប្រយោជន៍មិនថាអញ្ចឹងបងជាមនុស្សពូកែណាស់តើថ្ងៃក្រោយមុខជាជោគជ័យអូននៅចាំតាមបងដើម្បីសប្បាយផងណាអាហោអូនកុំបារម្ភប្រពន្ធល្អជួយឲ្យបងបានឡើងឋានៈបងនឹងតបស្នងអូនវិញដោយទ្រព្យសម្បត្តិរាប់ម៉ឺនដំឡឹងបងសន្យាថានឹងធ្វើឲ្យអូននិងម៉ាក់រស់នៅបានស្រួលចាសោះពួកអាអស់នេះអត់ប្រយោជន៍2ខែហើយរកមនុស្សច្រើនណាស់តែអត់មានម្នាក់សោះអត់មានម្នាក់សោះជាមីងយីរបស់ខ្ញុំល្មមហើយប៉ាកុំខឹងដល់ថ្នាក់ខូចសុខភាពយ៉ាងណាក៏10ឆ្នាំហើយបងស្រីប្រែប្រួលខ្លាំងណាស់ពិបាករកហើយវាក៏ពិបាកដែរខ្ញុំមិនខ្វល់ទេឲ្យពួកឯងមួយខែទៀតរកមនុស្សមិនឃើញដេញពួកឯងចេញទាំងអស់ចាស់សលោកប្រធានខ្ញុំនឹងទៅរកឥឡូវនេះប៉ាអង្គុយចាំបន្តិចសិនប៉ាខ្ញុំប្រាប់ដំណឹងល្អមួយតប៉ាណាផ្នែកបច្ចេកទេសក្រុមហ៊ុនយើងលោកលេងធានយីដែលទើបចូលថ្មីចំណាយពេលតែ2ខែក៏អាចដោះស្រាយបញ្ហាបច្ចេកទេសដែលយើងជាប់គាំង3ឆ្នាំបានជាមនុស្សដែលមានទេពកោសល្យគម្រោងបាន
ណែនាំក្មេងប្រុសម្នាក់នោះទៅពេញចិត្តគេហើយមែនទេអូប៉ាលីនធានយីមានចរិតល្អហើយឧស្សាហ៍ព្យាយាមបន្ទាប់ពីបានតាក់ទងគ្នាអស់រយៈពេល2ខែខ្ញុំគិតថាគាត់ជាមនុស្សល្អម្នាក់ស័ក្តិសមនឹងរៀបការអ្វីដែលសំខាន់បំផុតនោះគឺគាត់ព្រមចូលមករស់នៅក្នុងត្រកូលសុងរបស់យើងអូអីចឹងរកថ្ងៃល្អទៅឲ្យខ្ញុំជួបគាត់ផងបើសំស្របរៀបការឲ្យបានឆាប់បំផុតក្រោយមកក្រុមហ៊ុនសុងនេះនឹងប្រគល់ឲ្យអ្នកទាំងពីរខ្ញុំក៏អាចផ្ដោតអារម្មណ៍ទៅរកនាងយឺរបស់ខ្ញុំបើពិធីមង្គលការរបស់ខ្ញុំបងស្រីអាចមកចូលរួមបានក៏ល្អដែរខ្ញុំមានផ្ទៃពោះសោះកូនប៉ាឯងចូលទីក្រុង2ខែហើយបើគាត់ដឹងថាមានកូនគាត់ប្រកាសជាសប្បាយចិត្តខ្លាំងណាស់អាហោមីងយីរកឃើញឯងហើយផ្ទះឯងមានរឿងធំហើយម៉ាក់មានរឿងអីមីងយីមានអីប្រញាប់ទៅចង់ទៅមែនទេយឺតពេកហើយពួកឯងចង់ធ្វើអីធានយីជួយក្រុមហ៊ុនសុងដោះស្រាយបញ្ហាធំឥឡូវបានឡើងតំណែងហើយជាអ្នកគ្រប់គ្រងទូទៅផ្នែកបច្ចេកទេសនោះគឺក្រុមហ៊ុនសុងលំដាប់លេខ1ពិភពលោកទៅមុខទៀតធានយីគឺចាត់ទុកថាពិតជាមានបានហើយឈុនយ៉ានអ្វីដែលអ្នកនិយាយសុទ្ធតែជាការពិតមែនទេតើធានយីគឺប្រាប់អ្នកទាំងអស់គ្នាតើគាត់ឲ្យអ្នកមកទទួលខ្ញុំនិងម៉ាក់ខ្ញុំចូលទីក្រុងមែនទេអាហោគឺបងធានយីឲ្យពួកយើងមកប៉ុន្តែមិនមែនមកទទួលអ្នកទេគឺមកលក់អ្នកឲ្យបងលីវទេធ្វើជាប្រពន្ធអាហារីមិនអាចទៅរួចទេបងធានយីបានប្រាប់ថានឹងនាំខ្ញុំទៅរស់នៅឲ្យបានល្អឯងធ្វើអីហ្នឹងលីមធានអ៊ីនិយាយត្រូវហើយបើអូនមកនៅជាមួយបងមិនបានសុខស្រួលទេអីខ្ញុំត្រូវទៅសួរលោកធានអ៊ីឲ្យច្បាស់លែងដៃមីស្រីឈួតឲ្យមុខហើយមិនចេះលីមធានអ៊ីពូកែដំឡឹងហើយត្រូវការឯងជាមនុស្សពិការជើងធ្វើអីទៀតសុងមីងយេឯងមិនទាន់ដឹងទេមែនទេបងធានអ៊ីហៀបនឹងខ្លាយជាកូនប្រសារតកូសុងហើយកូនស្រីទី2តកូសុងនោះគឺជាអ្នកស្នងមរតកក្រុមហ៊ុនសុងឯណោះធានយីនឹងខ្លាយជាមហាសេដ្ឋីបន្ទាប់ឆាប់នេះហើយចំណែកឯអ្នកវិញជាប្រពន្ធដើមដែលចាស់ទ្រុឌទ្រោមត្រូវតែដោះស្រាយឲ្យបានស្អាតបន្តិចកុំឲ្យកញ្ញាសុងទី2ពិបាកចិត្តមិនអាចទៅរួចទេធានយីមិនធ្វើបែបនេះចំពោះខ្ញុំទេកូនប្រុសខ្ញុំនិងមីងយីស្រឡាញ់គ្នាខ្លាំងណាស់គេមិនអាចធ្វើរឿងអមនុស្សធម៌បែបនេះបានទេមិនអាចទេខ្ញុំក៏ហុកអ្នកឯងធ្វើអីខ្ញុំក៏ចូលចិត្តបងធានយីដែរប៉ុន្តែឋានៈបងឥឡូវនេះខ្ញុំមិនសមនឹងគាត់ទេខ្ញុំគ្រាន់តែចង់ធ្វើអ្វីមួយសម្រាប់គាត់បងលីវរឿងចាត់ការមនុស្សស្រីបងមានវិធីច្រើនណាស់ចាំខ្ញុំនៅមាត់ទ្វារប៉ាមិនស្ដាប់បង្គាប់កុំបន្ទោសខ្ញុំអីម៉ាក់កុំដេកខ្ញុំនឹងជូនម៉ាក់ទៅមន្ទីរពេទ្យឥឡូវនេះម៉ាក់កុំដេកណាបងលីវធ្វើម៉េចទៅបើលោកលីនធានអ៊ីដឹងពួកយើងចប់ហើយមានរឿងអីហ្នឹងឲ្យឯងទៅដោះស្រាយស្រីម្នាក់មិនក៏ខ្លាចជាសម្លាប់មនុស្សទៅវិញមិនមែនជារឿងរបស់ខ្ញុំទេនាងបុកខ្លួនឯងចូលអ្នកត្រូវតែជួយខ្ញុំណាឥឡូវនេះលីនធានអ៊ីគឺកូនប្រសារត្រកូលសុងគេដឹងថាខ្ញុំសម្លាប់ម្ដាយគេអញ្ចឹងខ្ញុំមាន10ជីវិតក៏សងមិនបានដែរមែនហើយគឺឯងនិយាយលីនធានអ៊ីខ្លាយជាកូនប្រសារត្រកូលសុងលែងចង់បានសុងមីងយេ